Did you pray Tôi today? sẽ là khi mà cam Did you video pray today? mày bảo nhóm I get down on some gangster. share chúng trong share bị I get you down on some. style journey fashion Did you? my fashion journey is like ការ step back របស់ខ្ញុំពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ឥឡូវ Of course last video ឬក៏ last video យើងបាននិយាយអំពី personal style តែខ្ញុំបាននិយាយថា personal style គឺជា style មួយបាក់ហូបមែនតែស្បែកតែខ្ញុំខ្លួនឯងក៏ខ្ញុំអត់ទាន់ហៅ personal style ខ្លួនឯងឃើញដែរ personal style requires ពេលវេលាវែងតែយើងទៅហកហើយក៏ requires អឺថវិកាច្រើនណាស់ពេលដែលយើងព្យាបានចូលរួមក្នុងវិស័យពេលដែលយើងចាប់ផ្ដើមចូលក្នុង fashion ជាសិស្សក្មេងៗគឺយើងត្រូវការលុយច្រើនមែនទែនយើងត្រូវការលុយដើម្បីទិញអាវត្រូវការលុយដើម្បីស្លៀកពាក់នៅអ្វីដែលចង់មានដូចពាក្យមួយគេថាបើខ្ញុំមានលុយខ្ញុំនឹងពាក់អាវស្អាតមែនទែន which is you know ខ្ញុំក៏ឆ្លងអានឹងហើយដែរហើយខ្ញុំនឹង share ថាខ្ញុំធ្វើម៉េចដើម្បីឲ្យតែបើតែខ្ញុំអត់សូវមានលុយពេលកន្លងមុនតែខ្ញុំនៅតែអាចពាក់អាវបានស្អាតៗដែលអត់ចាំបាច់ទិញអាវកដាក់ក្នុងផ្ទះទិញអាវពី Shein ទិញអាវពីកន្លែងហងចាក់អាវជូសកក្នុងផ្ទះចាំបាច់ធ្វើចឹងក៏ខ្ញុំអាចពាក់អាវមួយដែលស្អាតអូខេពាក់អាវមួយដែលស្អាតហើយរកឃើញ personal style មកខ្លួនឯង throughout journey របស់ខ្ញុំគឺខ្ញុំពាក់អាវច្រើន style មែនតើចឹងក៏គ្រប់ style sometimes people ហៅខ្ញុំ emo sometimes people ហៅខ្ញុំ gay sometimes we go into old fashion old money fashion everything តែស្អាតតែខ្ញុំកំឡុងពេលខ្ញុំនៅក្នុង high school គឺពេលដែលខ្ញុំកំពុងតែស្វែងរកខ្លួនឯង also ពេលដែលខ្ញុំបានចូលទៅផ្នែក fashion ខ្ញុំចាប់តាមចូលចិត្តពាក់អាវចូលចិត្តតែងខ្លួនចាប់តាមអូខេខ្ញុំចង់ខុសពីអ្នកដទៃខ្ញុំអត់ចង់ពាក់អាវដូចអ្នកដទៃខ្ញុំចឹងពេលហ្នឹងគឺជាពេលមួយដែលខ្ញុំពាក់អាវញ៉ៃមែនតើខ្ញុំពាក់ហើយដែលខ្ញុំពាក់ក៏អត់ consistent ដែរខ្ញុំពាក់គ្រប់ style ចឹងទៅធ្វើឲ្យ style របស់ខ្ញុំហ្នឹងវា so inconsistent that even ខ្ញុំ myself ក៏អត់ដឹងថា personal style ខ្លួនឯងអីគេប៉ុន្តែនៅពេលដែលយើងធ្វើពាក់អាវគ្រប់ style ចឹងអាហ្នឹងគឺពេលដែលយើងកំពុងតែហប់ខ្លួនឯងហើយចឹងពេលដែលយើងពាក់អាវចំ style ណាមួយយើងចូលចិត្តយើងនឹងហៅឃើញថាstyle មួយនេះគឺជា style ដែលខ្ញុំដែល match មួយខ្ញុំពេលខ្ញុំពាក់ទៅវាមានអារម្មណ៍ថា comfortable ពេលពាក់ទៅមានអារម្មណ៍ថា cool like it's fashion should be that fashion should ធ្វើឲ្យអ្នកនរគ្នា comfortable fashion should ធ្វើឲ្យអ្នកនរគ្នាពេលពាក់ទៅមានអារម្មណ៍ថាខ្លួនឯងហើយហ៊ាន express ខ្លួនឯង that way ចឹងខ្ញុំចាប់ផ្ដើមមិនដែលខ្ញុំអាចចំណាយលុយតិចមានអាវពាក់ស្អាតហើយ also រក personal type របស់ខ្លួនឯងពេលអ្នកនរគ្នាដឹងហើយថាលុយបាក់ហោ for me and for all the kids so តែមិនក្មេងៗសម័យនេះមានអ្នកខ្លះមានអ្នកខ្លះអត់សូវមានអ្នកខ្លះជាភាពមធ្យមប៉ុន្តែពួកគាត់តែងតែចង់មាន personal style គាត់ចង់លយគាត់ចង់មើលទៅខ្លួនឯងមើលទៅស្អាតមើលទៅទាន់សម័យមើលទៅទាន់ trend មើលទៅទាន់ដូចអីដែលនៅក្នុងTikTok ក្នុង Pinterest everything ចឹងសម្រាប់ personally ខ្ញុំពីមុនក៏ខ្ញុំអត់តាន់មានលុយអត់តាន់មានលុយអត់តាន់មានពេលវេលាគ្រប់គ្រាន់អត់តាន់មាន freedom សម្រាប់ពាក់អាវអីខ្ញុំចូលចិត្តពេលខ្ញុំនៅមួយយាយខ្ញុំហើយអូខតពេលយើងនៅមួយយាយយើងអាចចេះតែពាក់អាវព្រាបភ្លាមមកបាននៃស្បែកពាក់អាវវាក្លៀកជាងក្រោយខ្ញុំថាអ៊ីននេះគ្នាព្រោះពីខុសពេលយើងចេញពីផ្ទះចេះយើងត្រូវឃើញយើងសិនមុននឹងយើងចេញពីផ្ទះអញ្ចឹងយ៉ាប់យើងត្រូវទទួលភាព embarrassment ពីអ្នកផ្ទះយើង so ពេលខ្ញុំនៅក្នុង high school គឺអាវគឺធម្មតាខ្ញុំចូលចិត្ត layer clothes ខ្ញុំចូលចិត្តពាក់អាវបិទឡៅពីក្រៅហើយអាវកាក់ពីក្នុងអាវ T-shirt ខោ cowboy ខ្ញុំចាប់ដើមចូលចិត្តពាក់ខោ cowboy baggy pants ពេលដែលនៅថ្នាក់ទី10បន្ទាប់ពី COVID ខ្ញុំបានមកតិពលចាក់តិពលពីពួក Western ខ្លាំងពេកខ្ញុំនៅក្នុង fit ហឹកខ្លាំងពេកទៅពួកនឹងវាចាក់តិពលមកខ្ញុំតិចទៅវា shift my whole life like my personality and also my sense of style my sense of music everything and we will get យើងនឹងធ្វើ video ពី how Twitter changed my life soon but now let's talk about fashion so ចឹងទៅខ្ញុំក៏អត់មានអាវពាក់ដូចគ្នាក៏ប៉ុន្តែហើយខ្ញុំសំណាងគឺប៉ារបស់ខ្ញុំគឺជាមនុស្សមួយដែលចូលចិត្តទិញកៅអៅ also for ខ្ញុំចាខ្ញុំអត់ពាក់ខ្ញុំអត់ដែរបោះចោលទេធ្វើបើតាវា so like old fashion so out of trend មើលទៅអត់ចូលភ្នែកមើលទៅដូចបែកស្លុយក៏ខ្ញុំដែរបោះចោលខ្ញុំស្ដាយ
ខ្ញុំ cannot បោះចោលវាខ្ញុំដឹងថាខ្ញុំអត់មានលុយទិញខ្លួនឯងខ្ញុំអាចបោះចោលវាបានទេអញ្ចឹង at some point នៃជីវិតខ្ញុំចាប់ផ្ដើមទទួលឥទ្ធិពល like get inspired from Pinterest from TikTok ពេលដែលឃើញ TikTok ពាក់អញ្ចឹងពេលដែលឃើញ Pinterest ពាក់អញ្ចឹងខ្ញុំទៅមើលក្នុងទូខ្ញុំថា what អីដែលខ្ញុំមានហ្នឹងមានអីដែលស្តៀងហ្នឹងខ្ញុំ pick វាចេញមកខ្ញុំអត់ចាំបាច់ទៅទិញអាវដែលដូច Pinterest ឬ TikTok ហ្មងដើម្បី recreate អាវហ្នឹងឯងក៏ខ្ញុំអាចយកក្នុងទូរបស់ខ្ញុំយកមក create បានដោយសារខ្ញុំមានអាវក្នុងទូខ្ញុំស្រាប់ប៉ុន្តែវាមិនមែនមានន័យថាមានអាវច្រើនក្នុងទូយើងគឺល្អឯងពេលខ្លះយើងមានអាវច្រើនពេកធ្វើឲ្យយើង stock ធ្វើឲ្យយើងអត់ inspire ធ្វើឲ្យយើងពេលខ្លះអាវច្រើនពេកយើងចេញទៅក្រៅអត់ដឹងពាក់អីហងមើលក្នុងទូយើងមានអាវគ្រប់បែបយ៉ាងដើម្បីពាក់ក៏ប៉ុន្តែយើងនៅតែអត់ហៅអាវពាក់អត់ឃើញដោយសារយើងមានអាវច្រើនពេកអញ្ចឹងខ្ញុំក៏ suggest ដល់អ្នកគ្នាឲ្យ minimum កៅអៅទុកអាវណាដែលអ្នកនរគ្នាគិតថាអ្នកនរគ្នានឹងពាក់អ្នកនរគ្នាគួរតែបែងចែកអាវវាបែងចែកអាវក្នុងទូខ្ញុំប្រាប់អ្នកនរគ្នាធ្វើបែងចែកជា3អ្នកនរគ្នាមួយដុំមួយអ្នកនរគ្នាធ្វើជាអាវអ្នកនរគ្នានឹងពាក់ you will ពាក់ it like it's trend តន់ trend អាកណ្ដាលគឺ maybe ប្រហែលនឹងពាក់មួយដុំទៀតគឺ no អញ្ចឹង just boss it ពេលអ្នកនរគ្នាហៅទូអ្នកនរគ្នាគឺចែក like ដាក់អាវមួយទៅខាង yes អាវមួយដែលអ្នកនរគ្នាគិតថា maybe ខ្ញុំនឹងពាក់ទៅខាង maybe អាវដែលវា so old so សឹងថាសង្គ្រោះឡើងបានយើងដាក់ទៅខាង no and then យើងបត់អាវ yes ទៅព្រោះយើងនឹងពាក់វាដឹងពាក់អីអាវ no យើងបោះចោលវាទៅ and អាវ maybe យើងយកវាមកម្ដងទៀតលោវាក្នុងលើខ្លួនយើងបើសិនជាវានៅត្រូវវានៅស្អាតវាមានប្រឡាក់វាមានកាត់អីទេទុកវាក្នុងទូ and អាណាដែលប្រឡាក់អាណាដែលយឺតគេថាពាក់ឡើងកាត់ណាហៅតូចពេញអ្នកទាំងអស់គ្នាយកទៅបោះចោលឬក៏ donate so about ទូ like ខ្ញុំនិយាយខ្ញុំមានអាវច្រើនក្នុងទូចឹងខ្ញុំហត់តែ recreate តាមនេះទៅប៉ុន្តែការ recreate អស់ហ្នឹងធ្វើឲ្យខ្ញុំអត់អាចហក personal style របស់ខ្លួនឯងឃើញ of course like យើងដឹងហើយថា trend នៅក្នុង TikTok នៅក្នុង Pinterest នៅក្នុង social media របស់យើងគឺ change ហងថ្ងៃនេះអ្នកនរគ្នាគិតអ្នកនរគ្នាឃើញ Gothic trending ហើយបន្ទាប់អ្នកនរគ្នានឹងឃើញ old money trending បន្ទាប់មក Y2K cyborg emo and many things like it's trending every day the trend is changing every day ចឹងនៅពេលដែលខ្ញុំអត់មាន personal style ខ្លួនឯងប៉ុន្តែខ្ញុំមានអាវច្រើន already ខ្ញុំព្យាយាម recreate អ្វីខ្ញុំគិតថាខ្ញុំមានក្នុងទូខ្ញុំស្រាប់ចឹងខ្ញុំតែងតែ recreate វា recreate at some point that ខ្ញុំ cannot find my personal style even គេមើលមកខ្ញុំឃើញខ្ញុំ like so fashionable ជាមួយនឹងអាវដែលខ្ញុំពាក់មើលទៅពិតជា so cool with អាវដែលខ្ញុំពាក់ប៉ុន្តែអត់មានអាវមួយណាដែល remarkable នៅក្នុងភ្នែកអ្នកដទៃអត់មានអាវមួយណាដែលគេមើលទៅគិតថា that is his personal style because ខ្ញុំអត់មាន personal style ពេលហ្នឹងខ្ញុំឃើញអីដែលកើតឡើងនៅក្នុង TikTok Pinterest Instagram គឺខ្ញុំធ្វើតាមរហូត at some point after a while ខ្ញុំចាប់ផ្ដើម getting into អាវបិទឡូវហើយនឹងខោសកណាត់ធំដោយសារអាវទូខ្ញុំមានចឹងច្រើន at that time ពេលដែលខ្ញុំពាក់អាវអស់ហ្នឹងខ្ញុំពិតជាគិតថាខ្ញុំ look good មែនតើតែពេលតែមើលវិញគឺ nothing is fit me ហើយខ្ញុំដឹងថាសួនតូចរបស់ខ្ញុំដែលខ្ញុំទាបហើយតូចខ្ញុំក៏អាចពាក់អាវ baggy បានដែរ especially អាវ baggy ខោ baggy is okay but អាវ baggy គឺខ្ញុំមើលទៅអ្នកសំទានចឹងរៀនអ្នកសំទាន period and then សាប់ខ្ញុំមួយទៀតគឺ emo it's not like fully emo តែខ្ញុំពាក់អាវខ្មៅពាក់អី and មនុស្សនៅស្រុកខ្មែរយើងអត់ដឹងថា emo ហ្នឹងមកទេ emo ហ្នឹងបែបនេះចឹងហើយប្រកាសទៅយល់ថាខ្ញុំអត់ emo ស្បែកតែអាវខ្ញុំពាក់ឥឡូវក៏អ្នក emo ដែរគឺធម្មតាតែខ្មែរយើង emo ខ្ញុំនិយាយពី face emo របស់ខ្ញុំសិនចឹងខ្ញុំពេលតែពាក់អាវ emo ខ្ញុំ actually stick to it you know like ខ្ញុំ actually stick ទៅវាខ្ញុំពាក់ខ្ញុំកាត់សក់ mullet ខ្ញុំពាក់អាវខ្មៅមកខ្មៅ every single day at some point that គេចាំខ្ញុំថាជា emo kid and it was like that my personal style
so there ខ្ញុំមិនហៅឃើញ personal style របស់ខ្ញុំទី1គឺ emo kid ដែលគេហៅខ្ញុំ emo kid because ខ្ញុំពាក់អាវ emo consistently see you need to be remarkable so remarkable គឺ stick on to something for not forever consistent ជាមួយនឹង style របស់ខ្លួនឯងកុំលោតពី trend មួយទៅ trend មួយតាម TikTok តាម Pinterest first អ្នកទាំងអស់គ្នាត្រូវរកអីដែលអ្នកទាំងអស់គ្នាចូលចិត្តតែខ្ញុំក៏អត់ like shitting on មនុស្សដែលលោតពី trend មួយទៅ trend មួយឯង why because ខ្ញុំមុននឹងពេលដែលខ្ញុំបាន hop personal style ខ្លួនឯងឃើញខ្ញុំលោតពី trend មួយទៅ trend មួយដូចគ្នារហូតដល់ចំណុចមួយដែលខ្ញុំគិតថាខ្ញុំបត់ trend មួយដែលខ្ញុំគិតថាសក់ខ្មៅខ្ញុំមូលលេតខ្ញុំហើយនឹងអាវខ្មៅៗរបស់ខ្ញុំក្នុងទូដូចមានឆតពេលខ្ញុំពាក់វាខ្ញុំសប្បាយចិត្តខ្ញុំមើលទៅ cool ខ្ញុំគួរតែពាក់អាវបែបនេះពេលហ្នឹងគឺខ្ញុំបាន adapt ទៅ style មួយនោះចឹងពេលដែលយើង adapt ទៅ style មួយយើង stick ទៅវាយើង spend around it do not spend around it like spend around it បានន័យថាពេលដែលយើងពាក់អាវ something យើង involve វាទៅនឹង style ដែលយើងធ្វើរាល់ថ្ងៃ it make it iconic ฉะนั้นគឺជាវាឲ្យខ្ញុំ find personal style របស់ខ្លួនឯងដែល remarkable អ្នកដទៃដែលគេគិតថាខ្ញុំhave personal style and that make me stand out because I'm not your normal t-shirt people so let's say recap again that ពួកអ្នកនៅខ្មែរហៅ style ខ្ញុំថា emo like this គេហៅថា emo តែនេះគឺជា emo ប៉ាត់ខ្ញុំដាក់ហូបម្ដងទៀតប៉ុន្តែ of course យូរទៅខ្ញុំក៏ grow out ពី style របស់ emo now ខ្ញុំ try to be fashionable and at some point I'm trying to ចង់ like ពាក់ whatever តែខ្ញុំហ៊ានពាក់ពី experiment ជាមួយនឹងអាវរបស់ខ្លួនឯងខ្ញុំមកចង់ stick ទៅទេមកចង់ stick to one fashion ទៅទេឥឡូវប៉ុន្តែខ្ញុំបានហៅឃើញវិធីដែល still make me have personal style ទីមួយគឺរកគ្រឿងអលង្ការមួយដែលខ្ញុំគិតថាជា signature របស់អ្នកទាំងគ្នា it's not about looking emo it's not about looking anything រកគ្រឿងអលង្ការមួយដែលខ្ញុំគិតថាអ្នកទាំងគ្នាស្រឡាញ់ always ពាក់វា like this one like this one like this one and be consistent with it personal style កើតមានឡើងនៅពេលដែលគេដើរតាមផ្លូវហើយពេលដែលគេឃើញម៉ាលកាំងអត់ឃើញមនុស្សនៅក្នុងរជ្ជកាលមួយពាក់អាវស្តៀងយើងពាក់សកលស្តៀងយើងពាក់កបស្តៀងយើងគេនឹងដឹងថាគេនឹងនិយាយថាចេះ that style looks like Luca's style that is when you know that your personal style is yours but if អ្នកនរគ្នា contact copy ពី Pinterest ពី influencer every day ពីតារាហើយគេឃើញអ្នកនរគ្នាដើរចូលទៅក្នុងសាលាចូលទៅក្នុងកន្លែងធ្វើការ not say slides like ធ្វើការពិខុប every day ខ្ញុំក៏អត់តែងខ្លួនមកសូវតែងខ្លួនពេកអត់សូវតែងខ្លួនពេកដើម្បីទៅសាលាឬក៏កន្លែងធ្វើការដែរព្រោះ that is ជាកន្លែង formal អញ្ចឹងយើងព្យាយាមពាក់ formal as much as possible and still ពាក់ហើយ let's say យើងដើរចូលហាងកាហ្វេវិញហើយយើងដើរចូលហាងកាហ្វេប៉បគេមើលមកយើងប៉បគេដឹងហ្មងថាយើងពាក់អាវតាមតារាអូអាមួយនេះពាក់អាវដូចឆាយប្រយោតាអាមួយពាក់អាវដូចចៅវាសនា or something like that ពាក់អាវដូចតារា it's not cool ពាក់អាវដូចអ្នកដទៃ no let me say I'm not gonna shit on people who ពាក់អាវដូចតារា it's cool ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ find personal style របស់អ្នកទាំងអស់គ្នា that is not ផ្លូវអ្នកទាំងអស់គ្នាគូដើរអ្នកទាំងអស់គ្នាគូតែ take inspiration ពីតារា not copy តារា I don't know how to say not copy តារា let me say that again and it's cool បើអ្នកទាំងអស់គ្នាអានតារា it's cool ប៉ុន្តែវាមិនមែនជាផ្លូវមួយដែលអ្នកទាំងអស់គ្នា
គោលដៅដើម្បីឈានទៅរកការរក personal style របស់អ្នកទាំងអស់គ្នា get it get it so ឥឡូវឧទាហរណ៍ខ្ញុំត្រង់គេដើរចូលទៅហាងកាហ្វេគេអូអាមួយនោះពាក់អាវដូចឆែបរយុទ្ធអាមួយនោះពាក់អាវដូចកាវាសនាពាក់អាវដូចឆុនសានរីពេលដែលគេនិយាយអញ្ចឹងណាអ្នកគ្នាដឹងហើយអ្នកទាំងអស់គ្នាបាន own personal style របស់អ្នកទាំងអស់គ្នា personal style អ្នកទាំងអស់គ្នាគឺ own នៅអ្នកដទៃគឺតារាអញ្ចឹងខ្ញុំ suggest only take inspiration only inspiration don't copy only inspiration ពី TikTok ពី Pinterest ពី social media anywhere only take inspiration បើអ្នកទាំងអស់គ្នាទៅ copy fit ទាំងអស់ហ្នឹងហើយឲ្យ throw away everything now let និយាយអំពីអ្នកធ្វើការមួយខ្ញុំមនុស្សស្រីម្នាក់ដែលគាត់ពាក់អាវ so slay ប៉ុន្តែគាត់ so inconsistent with style របស់គាត់ធ្វើឲ្យគាត់បាត់បង់នៅភាព slay របស់គាត់ of course យើងនៅកន្លែងធ្វើការយើងអត់គូតែងខ្លួនពេកយើងអត់គូតែងខ្លួន too much យើងអត់ក៏អត់គូអត់តែងខ្លួនដែរតែខ្ញុំមិនអាម៉មបែប formal ប៉ុន្តែគាត់ពាក់ blazer ពាក់អាវធំស្អីគាត់ពាក់ខោគ្រឿងខ្មៅគាត់ពាក់ boot បើជើងក៏វែង the whole fit is giving whole skirt is like she walk kup and it's so cool right first day at work my inspiration ever so ពេលហ្នឹងយើង expected ហើយថាគាត់នឹងពាក់អាវស្លៀកៗមកទៀត because it kind of her style យើងអត់ឃើញយើងហៅវាអត់ឃើញនៅលើតារាផ្សេងៗទេ so it's now it her style I thought ខ្ញុំគិតថាវាជា personal style របស់គាត់ចឹងដល់ពេលហ្នឹងយើងនឹង expect គាត់ពាក់អញ្ចឹងទៀត and then ស្អែកឡើងគាត់អត់ consistent មួយ style របស់គាត់បាច់ជាពាក់ហើយដេកយប់មកធ្វើការម្ដងគាត់បាច់ជាពាក់ T-shirt ហើយនឹង jean គាត់បាច់ជាពាក់ T-shirt ហើយនឹង sweat pants we now happen every day it's been she worked there for almost ច្រើនខែហើយក៏តែគាត់នៅតែ inconsistent ចឹង so at some point from view របស់ខ្ញុំបានឃើញថាគាត់អត់បាន consistent មួយ style គាត់ហ្នឹង so គាត់ថាគាត់បានបាត់បង់នៅ personal aura របស់គាត់ដែលគាត់មិនវាថាគាត់ជា so this host girl so snatchy so slay so pranty នៅគាត់បាត់មកចំណុចហ្នឹងបាត់ហើយដោយសារតែគាត់វា sloppy like អាចយកមកធ្វើការ feeling low វាបាត់ aura ប៉ុន្តែខ្ញុំគិតថាគាត់ប្រហែលនៅក្រៅកាហ្វេអាវលយជាងហ្នឹងប៉ុន្តែពេលដែលយើង make first impression មួយអ្នកដទៃអញ្ចឹងធ្វើឲ្យគេគិតថាចឹង next time ដែលខ្ញុំឃើញគាត់ពាក់អាវហៀងដូចអញ្ចឹងទៀតខ្ញុំតែជឿថាហ្នឹងវាជា personal style របស់គាត់ទៅហើយពីខប់ខ្ញុំបានឃើញគាត់ពាក់អាវខុសពីហ្នឹងខ្ញុំគិតថាគាត់ហត់តែពាក់ឲ្យឃើញលយគាត់ហត់តែពាក់ឲ្យតន់ trend ទេចាវិញតែពេលចឹងទៅវាជាចំណុចអាក្រក់មួយនៃភាព inconsistent ជាមួយ style ខ្លួនឯងส่วนខ្ញុំនៅកន្លែងធ្វើការខ្ញុំតែងតែហៅអាវណាដែលវា okay ជាមួយនឹងខ្ញុំឥឡូវ personal style របស់ខ្ញុំគឺកង្វល់ខ្សែកហើយនឹងខោខ្ញុំជឿយកខោ George បើអ្នកអត់ដឹងថា George អីគេ George ជាខោ cowboy ដែលជើងខ្លីអាចនឹងខំជង្គង់ឬក៏លើជង្គង់ខ្ញុំយកខំជង្គង់ឲ្យរៀងធំដែលមើលទៅដូចវា almost ដូចសពុតចឹងខ្ញុំមានប្រហែល3 George different brand also thrift អត់មានទៅទិញនៅ agent តាមឲ្យតែម្ដង3គេគ្រប់ពណ៌មកឲ្យខ្ញុំអត់ធ្វើចឹងអញ្ចឹងឯងតែជាងខោទៅមានអ្នកពាក់ដូចខ្ញុំឯងអូខេ it call personal style policy នៅកន្លែងធ្វើការក៏អត់ឲ្យពាក់ខោខ្លីដូចគ្នាតែខ្ញុំពាក់ខោខ្លីខំជង្គង់ហើយសំជើង almost លើជង្គង់ so អត់មានអី expose ហ្នឹងខ្ញុំ expose ប្រហែលប៉ុណ្នេះហ្នឹងចង់ concern ខ្ញុំមែន no ចឹងឥឡូវហ្នឹងគឺ style របស់ខ្ញុំគឺ George ហើយនឹង everything just everything George everything with George so I'm so consistent ខ្ញុំពាក់ George almost every single day ហើយ jewelry every single day តែអត់នឹងគាត់ថាពាក់ដែរអត់ធុញទេពាក់ដែរមើលទៅវាមិនសាំ I know that we're gonna be some ប៉ុន្តែឧទាហរណ៍
ខ្ញុំពាក់វាច្រើនថ្ងៃទៅទៀតពេលដែលមនុស្សទាំងអស់គ្នាឃើញខ្ញុំអត់ពាក់អាឡុងគេនឹងឆ្ងល់មិនក៏ថ្ងៃនេះវាអត់ពាក់ខោខ្លីមិនចឹង because why that ខោខ្លីខ្លាចទៅជា iconic របស់ខ្ញុំ like iconic image របស់ខ្ញុំ already so there ខោខ្លីនោះវាខ្លាចទៅជា personal style របស់ខ្ញុំអញ្ចឹងលើកក្រោយពេលខ្ញុំពេលអ្នកអស់នឹងដើរតាមផ្លូវគេឃើញខោខ្លីហ្នឹងលើទៅដែលគេពាក់ផ្សេងគេនឹងគិតថា that is my personal style អូនោះមើលទៅដូចខោរបស់វិទេ so this section ចង់និយាយអំពី consistency ខ្ញុំអត់ដឹងបបផែ consistency បបផែខ្មែរដើម្បីទេខ្ញុំអាចនឹងបបផែភាពស្ថិតស្ថេរនៃ style ស្ថិរភាពនៃ style អ្នកនរគួររក្សាស្ថិរភាពនៃ style គឺកុំលោតខ្លាំងពេកអ្នកនរគួរទិញអាវទិញខោទៅ trip អីដែលអាចនឹង match ជាមួយនឹងអីដែលអ្នកនរមានកុំមើលទៅលើ Pinterest ឃើញ trending គេថ្មីអាវនេះមួយខោនេះមួយបើជើងនេះមើលទៅស្អាតទៅទិញពី Shein ទិញពី Temu ទិញពី Taobao H&M ដូចគ្នាបែបយកមកផ្គុំចុះគ្នាហើយពាក់ទាំងដែលនឹងខុសគ្នាឆ្ងាយពីអ្វីដែលអ្នកនរធ្លាប់ពាក់ពេលអ្វីដែលអ្នកនរធ្លាប់មានតែមើលទៅវាគឺជា occasion ខ្ញុំមិនដឹងថាគេហៅវាមិនខ្ញុំហៅថា occasion គឺនៅពេលដែលមនុស្សម្នាក់ដែលពាក់អាវអត់ consistent ពាក់អាវដេកយប់ថ្ងៃនេះពាក់អាវចាស់ថ្ងៃនេះពាក់អាវចុះវាអត់ពាក់អាវមួយដែលអត់សង្កត់ថា so basic មួយទៀត it's okay to be basic ប៉ុន្តែបើចង់ខក personal style dress like a basic is not cool again be basic is okay I fuck with basic people like basic ហងហើយ and then ថ្ងៃមួយពេលអាវធំមក see so ថ្ងៃហ្នឹងគឺជាថ្ងៃដែល different it feel like an occasion it doesn't feel like style ហ្នឹងគឺជា style របស់គាត់វាមានអារម្មណ៍ថា style ហ្នឹងគ្រាន់តែគាត់ពាក់ដោយសារថ្ងៃនេះគឺគាត់ចង់ពាក់ឲ្យស្អាតថ្ងៃនេះគឺគាត់ចង់ពាក់ដើម្បីអីមួយ maybe គាត់ទៅកម្មវិធីម៉ែតែមានពាក្យថាពាក់អាវដូចទៅស៊ីការគេពាក់អាវដូចឡើងឆាក see វាខំមនុស្សធម្មតាពាក់អាវ basic ហ្នឹងតែបើយើងពាក់អាវស្អាត now បើសិនជាអ្នកនរពាក់អាវស្អាត every day អត់ទៅស៊ីការក៏ពាក់អាវស្អាតស៊ីការក៏ពាក់អាវស្អាតវាខ្លាចគឺជា personal style របស់អ្នកគ្នាពេលដែលគេឃើញអ្នកគ្នាពាក់អាវស្អាតជាងទៅក្រៅខ្ញុំនិយាយអាវស្អាតគឺនិយាយ personal style ហ្នឹងហើយគេឡើងនិយាយថាអានេះឡើងឆាកទៅដែរគឺវាហ្នឹងអូគេពាក់អញ្ចឹងហ្នឹងហើយកុំទៅស្ដាប់អ្នកនៅស្រុកខ្មែរពេក stop it បើទៅជាយកជើងបើទៅជា period អញ្ចឹងកុំ load fashion load style របស់អ្នកខ្លាំងពេក load ពី style មួយទៅ style មួយខ្លាំងពេក I think for សម្រាប់អ្នកដែលមានលុយគឺគាត់ស្រួលមែនតើគឺគាត់ទិញមួយដុតចោលមួយទិញមួយដុតចោលមួយដុតចោលមួយទិញមួយដុតចោលមួយក៏អត់មានបញ្ហាដែរnếu គាត់មានលុយប៉ុន្តែគាត់មាន personal style អញ្ចឹងអ្នកនរគ្នាគួរតែ find a personal style សម្រាប់អ្នកដែលអត់សូវមានដូចខ្ញុំបើសង្កត់ថាខ្ញុំអត់ទិញអាវមួយឆ្នាំក៏ខ្ញុំមានអាវពាក់ដែរអញ្ចឹង in conclusion សរុបមកវិញការរក personal style គឺខ្ញុំ suggest ឲ្យអ្នកទាំងអស់គ្នាកុំ follow trend រៀបចំទូរបស់អ្នកទាំងអស់គ្នា base ទៅនឹង comfortable personal អ្វីដែលចូលចិត្តអីដែលអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាពាក់បានរៀបទូ take inspiration ពី social media not copy social media so I think that's it so with personal style ដែលខ្ញុំគិតថាអាចនឹងវា not much ប៉ុន្តែខ្ញុំគិតថាវានឹងជួយអ្នកទាំងអស់គ្នាបានខ្លះនៃរបៀបហៅ personal style ដែលមាន limit នៅតាមថវិកា also limit also កុំ invest នៅលើ graphic t-shirt កុំសំលុយដើម្បីទិញ graphic t-shirt មាន5រៀលមាន10រៀលមាន20រៀលកុំទៅទិញ graphic t-shirt ពី brand អស់ហ្នឹងតែទិញអាវជុះផ្សារមេឃ I think ផ្សារមេឃបង្កង you know what
ខ្ញុំបានហកឃើញបរ៉ែនខោក្បយនៅបឹងកងមួយ300ជាងនៅបឹងកងលក់ឲ្យខ្ញុំមួយ4នាទីកន្លះ quality ថ្មី who know អ្នកលក់អត់ដឹងថានឹងអីគេហ្នឹងអត់ដឹង brand អីហ្នឹង but I know ខ្ញុំមានប៉ុណ្ណឹងសូមខ្ញុំសង្ឃឹមថាអ្នកនរគ្នាបានចំណេះដឹងខ្លះពីរបប personal style ចំណេះដឹងពី everything ហើយអ្នកនរគ្នា with everything បងប្អូនគ្នាបើមានអ្នកដែលមើលវីដេអូនេះដល់មានអ្នកគេមើលវីដេអូនេះអរគុណអ្នកដែលបានមើលវីដេអូរបស់ខ្ញុំដែលបាន click on វីដេអូរបស់ខ្ញុំហើយស្ដាប់ខ្ញុំនិយាយទីហើយស្ដាប់ខ្ញុំនិយាយដាក់អត់មាន script ហើយប្រកាសប្រកិន Thank you so much thank you so much subscribe like and comment la 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 la